បាទសួស្តីបងប្អូនណាបាទថ្ងៃនេះតដំនឹងបង្ហាញបងប្អូនពីរបៀបយើងតខ្សែដីបងប្អូនណាតខ្សែដីនេះចេញពីទូភ្ញាស់ក្នុងគោលបំណងដែលយើងប៉ះទូភ្ញាស់ទៅវារៀងឆក់ស្រាញបងប្អូនបាទហើយការឆក់នេះមិនមែនពាក់ព័ន្ធជាមួយការយើងតទៅដាច់ខ្សែភ្លើងតាណាដែលធ្វើឲ្យភ្លើងយើងចេញពីដុំពីភ្លើងធំមកចូលក្នុងទូភ្ញាស់ដែលយើងប៉ះទៅឆក់ទ្រឹតបកាច់ត្រល់ហ្នឹងគឺអត់ទេបងប្អូនបាទអាមូលហេតុដែលឆក់នេះទូភ្ញាស់សឹងតែគ្រប់ឯងបងប្អូនណាបាទឲ្យតែធ្វើពីដែកបងប្អូនណាដោយសារអីមូលហេតុវាគឺពាក់ព័ន្ធមួយចង្ហាល់បងប្អូនណាចង្ហាល់វិល24ម៉ោងហ្នឹងគឺវាអង្គើញ័រហើយចង្ហាល់បងប្អូនគិតមើលទៅយើងតភ្លើងចូលចង្ហាល់ចង្ហាល់ហ្នឹងវាប៉ះជាមួយដែកមែនទេបងប្អូនបាទប៉ះជាមួយដែកហើយយើងមើលទៀតប៉ះមួយដែកហ្នឹងចង្ហាល់ដែលវាបញ្ជូនមកគឺតួចង្ហាល់វាដែកសុតបាទដែកសុតប៉ះជាមួយដែកហើយចឹងវាអង្គើហើយចរន្តវាបុកមកបញ្ចូលក្នុងលួសដើម្បីបង្កើតឲ្យជារង្វិលចង្ហាល់មួយហ្នឹងបាទចឹងវាធ្វើឲ្យកើតមានចរន្តជ្រាបមកតិចហ្នឹងបាទគឺវាលើសតិចហ្នឹងបាទហើយចឹងយើងប៉ះចឆក់រៀងស្រាញហ្នឹងហើយបងប្អូនបាច់ភ័យទេអាហ្នឹងវាអត់ឆក់ស្លាប់ទេបងប្អូនណាបាទវាគ្រាន់តែមានបញ្ហាយើងភ័យតិចតួចទេហើយចឹងបងប្អូនធ្វើតាមខ្ញុំនេះគឺលេងមានអាចរន្តនឹងប៉ះទៅលេងទ្រឹតទៀតដែរលេងស្រាញអីលេងមានទៀតដែរបងប្អូនណាបាទនេះយើងយកខ្សែភ្លើងមកបងប្អូនបាទកាត់ខាងចុងវាហ្នឹងឲ្យចេញខ្សែភ្លើងចឹងមកបាទនេះមូលវាឲ្យតូចតិចទៅបាទហើយចឹងយើងបានហើយយើងយកទៅភ្ជាប់ជាមួយនេះបងប្អូនបាទនឹងភ្ជាប់ជាមួយនឹងជាទ្វារទូនេះទៅបាទដើម្បីឲ្យភ្ជាប់ពីដែកនៃទូសង្កសីនៃទូហ្នឹងដែលចរន្តផ្លាស់មកហ្នឹងបាទយើងបញ្ចេញវាបញ្ចេញវាបញ្ជូនវាឲ្យទៅនៅក្នុងដីបាទចរន្តដែលលើសដែលចរន្តដែលយើងអត់ប្រើវាហ្នឹងបាទហ្នឹងហើយហើយអញ្ចឹងយើងក៏ភ្ជាប់ជាមួយនឹងតាជាទ្វារទូនេះទៅបងប្អូនណាស្រួលភ្ជាប់បាទយើងបាក់កឹបអីញ៉ៃទេបាទក៏បធូវិញបន្តិចទៅមូលខ្សែភ្លើងមួយខាងចុងមួយខាងឲ្យជាប់ទៅបាទហើយនេះបងប្អូនចុងមួយខាងទៀតនេះចុងមួយខាងទៀតយើងយកដែកគោលមកបងប្អូនណាបាទដែកគោលមកទឹកឬក៏ដែកមកតសៃហ្នឹងមកបាទយើងចងវាចងលួសក្រហមហ្នឹងបាទពាត់ជុំវិញវាទៅហើយយើងមូលឲ្យជាប់បងប្អូនណាបាទហ្នឹងហើយដើម្បីបញ្ជូនវាវាយវាបញ្ចូលទៅក្នុងដីបាទវាយវាឲ្យកប់ក្នុងដីទៅលែងមានបញ្ហាហ្នឹងទៀតហើយបងប្អូនណាបាទហ្នឹងហើយចឹងនេះគឺវិធីងាយយើងបានផលល្អបងប្អូនណាបាទហើយថ្ងៃក្រោយបងប្អូនប៉ះទូទៅលែងបញ្ហាត្រឹងអីប៉ះទៅស្រាញឆក់អីទ្រឹតអីហ្នឹងលែងមានហើយបងប្អូនណាបាទហ្នឹងហើយទូហ្នឹងចឹងហើយបងប្អូនណាប្រើយូរទៅដឹងតែមានដែរបើមានបញ្ហានឹងកើតមានហើយបងប្អូនណាបាទវាសើមវាអីចឹងទៅយូរទៅចង្ហាល់នឹងកើខ្លាំងអីចឹងទៅគឺវាញ័រតួនៃទូហ្នឹងគឺវាកើតមានអញ្ចឹងយើងវាយបញ្ចូលដីប៉ុណ្ណឹងទៅលេងអីហ៎បងប្អូនណាបាទបើបេតុងយើងសាបចាក់អីយើងវាយរៀងចូលទៅជ្រៅបន្តិចទៅលេងអីហ៎បងប្អូនបាទហើយចឹងនេះគឺយើងប្រើទៅសុវត្ថិភាពណាកូនតូចកូនបាទបងប្អូនសូមចេញវីដេអូមួយពាក់ព័ន្ធនឹងការប្រើប្រាស់ទូភ្ញាស់វាសំខាន់មែនទែនបងប្អូនណាបងប្អូនអាចចែកម្លែកបន្តបានណាដោយសារទូភ្ញាស់ពេលយើងប្រើខ្លះវាឆក់យើងគិតថាវាឆក់បាទហើយចឹងឆក់ហ្នឹងមិនមែននេះទេណាមិនមែនដាច់ខ្សែភ្លើងតាណាតណីទេបងប្អូនបាទវាឆក់ដោយសារអីបាទនេះវាឆក់ដោយសារចង្ហាល់យើងវិល24ម៉ោងហ្នឹងគឺវាឆក់ហើយចឹងវាវិលកើទៅចរន្តវាបំលែងឲ្យចង្ហាល់នឹងវិលហ្នឹងគឺវានៅសល់វាអត់អស់អីចឹងបងប្អូនបាទតាមហើយចឹងអ្នកដែលដឹងអីក៏គាត់វែកញែកផ្សេងពីនឹងអីក៏អត់ដឹងដែរប៉ុន្តែថាជាក់ស្ដែងដែលយើងប្រើបាទមូលហេតុដែលវាឆក់គឺមកពីចង្ហាល់ហើយនឹងម៉ូទ័រពវលពងហើយនឹងចង្ហាល់វាមានស្នូលលួសក្រហមខាងក្នុងដែលយើងរុំបងប្អូនបាទហើយចឹងដល់ប្រើយូរទៅវាវិលវាអង្គើប៉ះជាមួយដែកជើងហ្នឹងគឺវាបង្កើតបានតែជាចរន្តលើសអង្គើទូហ្នឹងយើងប៉ះទៅរៀងឆក់ស្រាញតែឆក់អត់គ្រោះថ្នាក់ទេបងប្អូនគាត់ថាធ្វើឲ្យយើងភ័យណាបាទហើយចឹងដើម្បីដោះស្រាយអាហ្នឹងបាទដើម្បីធ្វើដំណោះស្រាយអាហ្នឹងបងប្អូនគាត់ធ្វើតាមវិធីខាងក្រៅបងប្អូនណាបាទតាមដានវីដេអូនេះបញ្ចប់ទៅបាននឹងឃើញហើយបងប្អូនណាវិធីដែលការពីឆក់បាទមានថាឆក់ស្រាញហ្នឹងណាបាទមិនមែនឆក់ដាក់បាច់បកាច់ត្រិលអត់ទេបងប្អូនណាបាទគឺឆក់
ស្រាញហ្នឹងបាទហ្នឹងហើយយើងអាចធ្វើបែបនេះបងប្អូនណាយើងភ្ជាប់បែបនេះបាទនេះជាប់ខ្សែភ្លើងនេះបាទតើណានេះបាទណានេះបាទហើយចាំខ្ញុំល្អិតនៅក្នុងនេះមួយទៀតបាទនេះបាទនេះយើងក៏ដំជាប់ខាងចុងវាមកនេះអានេះណាបាទនេះជាប់វាមកចូលទៅក្នុងដីហើយអញ្ចឹងយើងលេងឆក់ទៀតហើយយើងប៉ះទៅគឺប៉ះមកស្រឡាញ់បងប្អូនណាលេងបារម្ភថាវាឆក់ទៀតហើយបាទហ្នឹងហើយអញ្ចឹងអានេះយើងហៅថាយើងភ្ជាប់ខ្សែដីបងប្អូនណាភ្ជាប់ទៅនឹងខ្សែដីភ្ជាប់ពីតួនៃទូហ្នឹងបាទហើយភ្ជាប់ទៅនឹងដីខ្សែហ្នឹងបញ្ចូលទៅក្នុងដីអញ្ចឹងមានថាចរន្តដែលវាមកភីកើតឡើងជាយថាហេតុនៅក្នុងទូខ្យល់របស់យើងហ្នឹងគឺវាចូលទៅក្នុងដីអស់ហើយអញ្ចឹងយើងប៉ះទៅបាទយើងប៉ះទ្វាប៉ះអីលេងដូចមុនទៀតហើយមុនអាចប៉ះទៅរៀងភ្ញាក់អញ្ចឹងបងប្អូនបាទហើយអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅបាទគឺអាចធ្វើបានណាបាទងាយទាំងអស់គ្នាបាទហើយសុវត្ថិភាពយើងប្រើលេងភ័យថាវាត្រឺតអីធ្វើឲ្យយើងភ័យខ្លាចឆក់ស្លាប់អីគឺអត់ទេបងប្អូនណាបាទហ្នឹងអាចធ្វើតាមនឹងបានបងប្អូនណាហើយបើគិតថាវីដេអូនេះមានប្រយោជន៍អីអាចជួយចែកម្លែកបន្តផងបងប្អូនណាបាទហ្នឹងហើយអរគុណច្រើនបាទសម្រាប់ការតាមដានទូភ្ញាស់តដំហើយកំងទូភ្ញាស់តដំជាបន្តបាទធ្វើឲ្យតដំមានការងារធ្វើបាទហ្នឹងហើយអរគុណច្រើនមែនទែនបាទ